ngày ní nhom nâng lùi prap bong bồn nâng ở khné pi chùm niên chu chu rụt yún đài cầm pung tại miền đầm rơi cá hơi có ai rồi chùm nổ ban chởn phong đài bong bồn nâng ở khné dương đăng ấy tha lời ní cứ rụt yún nâng nông bạch cam chia dương cứ chởn mền tén cứ chít đòn mà liền cứ ngay sầm nhập tàng rụt yún tối nâng rụt yún thùng có bàn tay đòi lại chấm puaปัจจุบันนี้คือรถยนต์ทำไมก็โจเฉินได้โอเคจังกับออยคาดเป้ขยมหนึ่งปรับบองปูนต่างออกเนี่ยปีจุ่มนี้จูจูรถยนต์ได้หนึ่งเตอร์การในขนมเปกับมุกนี้บองปูนต่างเนี่ยตีมุ้ยคือจุ่มนี้จูจูรถยนต์อักกิษณียังดังไอ้ท่ารถยนต์อักกิษณีคืออะไรนี่คือกับปงแต่เป็นนิยมคลั่งเมนเทนโดยซาแต่เวียตุ่มเนิบให้เวียปราปราจมวยหนึ่งปปอนคอมพิวเตอร์ AI เฉินก็เป็นแต่โดยไล่ยัดเปลใบชนามเตอร์แผมชนามเตี้ยรถยนต์ต่างออกนั้นหนึ่งพอดการเทนีระบบกรมหุ้นហើយបើសិនជាត្រូវចង់ជួសជុលនៅក្រុមហ៊ុនគឺចំណាយលុយច្រើនមែនទែនដូច្នេះហើយគេត្រូវការជាងខាងក្រៅដើម្បីជួសជុលដូចជាការបដូរអាគុយបដូរជាមួយនឹងបទបញ្ជាជួសជុលបទបញ្ជាជួសជុលខ្សែភ្លើងជួសជុលប្រព័ន្ធគ្រប់គ្រងអាគុយហើយប្រព័ន្ធម៉ូទ័រច្រើនមុខមែនទែនទាំងអស់នេះគឺត្រូវការជាមួយនឹងកុំព្យូទ័រដើម្បីជួសជុល software ផងដែរដូច្នេះហើយខ្ញុំគិតថានេះគឺជាជំនាញមួយដែលបងប្អូនទាំងអស់គ្នាអាចរៀនពីឥឡូវទៅហើយរយៈពេល2ទៅ3ឆ្នាំក្រោយគឺចេញមកវិញគឺត្រូវកលៈទេសៈហ្មងអញ្ចឹងសំពោះការ recommend ពីខ្ញុំទៅសម្រាប់ការរៀនបើសិនជាមានលទ្ធភាពមែនទែនហ្មងគឺនៅសហរដ្ឋអាមេរិកតែវាចំណាយលុយច្រើនណាស់អានឹងតតែកូនគេអ្នកមានលទ្ធភាពហើយមួយទៀតគឺប្រទេសអាល្លឺម៉ង់អានឹងគឺក៏ត្រូវការចំណាយលុយច្រើនហើយក៏ដូចជាការប៉ុន្តែមួយទៀតប្រទេសដែលយើងមិនសូវចំណាយលុយច្រើនហើយយើងក៏អាចទៅរៀនបានគឺប្រទេសចិនហើយប្រទេសចិនក៏ឈានមុខដែរនៅក្នុងវិស័យរថយន្តអគ្គិសនីអញ្ចឹង3ប្រទេសនេះគឺអ្វីដែលខ្ញុំ recommend សម្រាប់អ្នកដែលចង់ទៅរៀនអូខេមួយទៀតពាក់ព័ន្ធជាមួយនឹងជំនាញនៅក្នុងការជួសជុល ECU របស់រថយន្តដែល ECU របស់រថយន្តគ្រប់រថយន្តទាំងអស់ចាប់ពីឆ្នាំ2002មកគឺសុទ្ធសឹងតែមានគេហៅថាកុំព្យូទ័រដើម្បី control ដើម្បីគ្រប់គ្រងឡានទាំងមូលយ៉ាងហោចណាស់ក៏មាន1ដែរហើយរថយន្តខ្លះមានរហូតដល់10រថយន្តខ្លះមាន8ដូច្នេះហើយបច្ចុប្បន្ននេះគឺបើនិយាយពីជាងដែលដោះហើយនឹងដាក់មិនខ្វះទេប៉ុន្តែបើនិយាយអំពីជាងដែលអាចទៅជួសជុល software ទាំងអស់នឹងឲ្យវាស្គាល់គ្នាឲ្យវាធ្វើការជាមួយគ្នាសេរីវាឲ្យវារត់ស្រួលសេរីកុំព្យូទ័រហ្នឹងគឺយើងលំបាកមែនទែនពីព្រោះអីយើងដឹងហើយថាប្រទេសយើងពីមុនមកអត់សូវមានអ្នកបកកែកុំព្យូទ័រទេអត់សូវមានអ្នកបកកែអង់គ្លេសទេដូច្នេះហើយខ្ញុំជឿជាក់លើបងប្អូនចំនួនក្រោយដែលគាត់បកកែភាសាអង់គ្លេសបកកែភាសាគេហៅថាកុំព្យូទ័រគាត់អាចទៅប្រើប្រាស់អា software ទាំងអស់ហ្នឹងទៅជួសជុលនៅក្នុងកុំព្យូទ័ររបស់រថយន្តហ្នឹងអញ្ចឹងជំនាញនេះគឺខ្ញុំគិតថាចាំបាច់ខ្លាំងមែនទែននៅក្នុងពេលបច្ចុប្បន្ននឹងទៅមុខ20ឆ្នាំទៀតក៏នៅតែត្រូវការជំនាញនោះដែរហើយជំនាញនេះគឺជាជំនាញដែលរលួយស្រួលជាងគេហើយក៏សំណុកជាងគេដែរបងប្អូនទាំងអស់គ្នានិយាយថាឡានទាំងអស់រាល់ថ្ងៃនេះគឺប្រើអានឹងទាំងអស់គឺប្រើ ECU នេះទាំងអស់អញ្ចឹងពីខ្ញុំទៅខ្ញុំ recommend ដូចគ្នាកន្លែងដែលគួរទៅរៀនECU នេះយើងអាចទៅរៀននៅម៉ាឡេបាទម៉ាឡេអាចឌូបៃអាចឥណ្ឌាអាចចិនអាចអាល្លឺម៉ង់ហើយនិងសហរដ្ឋអាមេរិកដូចគ្នាអញ្ចឹងឬក៏ប្រទេសផ្សេងទៀតដែលបងប្អូនទាំងអស់គ្នាគិតថាខ្លួនឯងអាចមានលទ្ធភាពឬក៏បច្ចុប្បន្ននេះបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយយើងក៏អាចទៅរៀននៅប្រទេសផ្សេងទៀតបងប្អូនទាំងអស់គ្នាឆ្ងល់ទៀតថាចុះមិនបានអត់សូវ recommend វៀតណាមចំពោះប្រព័ន្ធកុំព្យូទ័រនេះបើនិយាយពីវៀតណាមគឺគាត់ប្រហាក់ប្រហែលយើងទេបងប្អូនទាំងអស់គ្នាមិនសូវឆ្ងាយពីយើងប្រហែលទេតែបើទៅចិនគឺគាត់ទៅបានឆ្ងាយពីព្រោះអីចិនរាល់ថ្ងៃនេះគាត់មិនមែនត្រឹមតែជួសជុលនៅមួយម៉ាកឯងគាត់ជួសជុលបានច្រើនម៉ាកអញ្ចឹងខ្ញុំ recommend មូលហេតុដែលខ្ញុំចេញវីដេអូនេះគឺខ្ញុំគិតថាវាប្រហែលជាមានប្រយោជន៍ខ្លាំងសម្រាប់បងប្អូនដែលកំពុងតែសម្រេចចិត្តថាខ្លួនឯងគួរទៅណាធ្វើអីអញ្ចឹងណាហើយក៏វាមានប្រយោជន៍សម្រាប់បងដែលគាត់ជាជាងជួសជុលរថយន្តដែរពីព្រោះខ្ញុំជឿជាក់ថាបងដែលជាងជួសជុលរថយន្តដែលគាត់មានបទពិសោធន៍ច្រើនហើយគាត់គ្រាន់តែរៀនថែមបន្តិចទៀតគឺគាត់អាចផ្ដល់សេវាកម្មនេះល្អនឹងឯអនាគតគាត់អាចឲ្យយានដ្ឋានរបស់គាត់ឈរជើងរឹងពីព្រោះពីនេះទៅមុខគឺវានឹងមានរលកនៃការផ្លាស់ប្ដូរនេះហើយអញ្ចឹងខ្ញុំក៏ចង់ recommend ឲ្យបងមានការដឹងខ្លួនទុកមុន
ដើម្បីយើងត្រៀមហើយក្នុងនាមខ្ញុំជាអ្នកចែករំលែកខ្ញុំចែករំលែកតែជ្រុងណាល្អអញ្ចឹងបើបងគិតថាមានប្រយោជន៍ក៏ share like វីដេអូនេះបន្តទៀតចុះហើយពីខ្ញុំទៅដើម្បីបងប្អូនទាំងអស់គ្នាទទួលបានវីដេអូល្អមានប្រយោជន៍ពីខាងខ្ញុំដែលជា Camcar ហ្នឹងកុំភ្លេច like page Camcar Collection subscribe channel YouTube Camcar ហើយ follow TikTok ទៅហើយយើងនឹងផ្សារភ្ជាប់មួយគ្នាហើយបើមានចម្ងល់អីបងប្អូនអរគ្នាអាច comment ខាងក្រោមហើយបើមានមតិយោបល់អីក៏អាច comment បានដែរខ្ញុំនឹងរងចាំអាន comment របស់បងប្អូនអរគ្នានៅទីនេះបាទចុងបញ្ចប់ជូនពរហើយថ្ងៃក្រោយទៅចង់ឃើញថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាជាងជំនាញដែលអាចជួសជុលរថយន្តនៅក្នុងប្រទេសខ្លួនឯងដោយខ្លួនឯងមិនចាំបាច់ពឹងពាក់គេអរគុណជំរាបលាបងប្អូនអរគ្នា